ba thì một số một ô ba thì ba thì đập vào cái này thì câu thì việc phòng siêu nó có không hay là phải phát cho phải phá được chuyện phải phát đầu đây mình view lại vừa hết sau còn không chặt hai thì đâu còn ba không còn bạn sẽ chơi không không បាទបងប្អូនថ្ងៃនេះខ្ញុំមកដល់ស្ទឹងជ្រោះភ្នំជ្រាវហើយបងប្អូនឥឡូវខ្ញុំឃើញរុក្ខជាតិមួយទៀតបងប្អូនណារុក្ខជាតិនេះឈ្មោះថាកន្ទ្រាំងហែបភ្នំដើរទៅឃើញតែម្ដងបងប្អូនហើយកន្ទ្រាំងហែបភ្នំនេះបងប្អូនមានស្លឹកឆែឆែពីលើដល់ក្រោមស្លឹកវាបងប្អូនដែលលក្ខណៈរបស់វាបងប្អូនលក្ខណៈសម្គាល់ខ្ញុំសង្ខេបខ្លីចែកជូនបងប្អូនណាហើយចំណែកផ្កាវាបងប្អូនផ្ការបស់កន្ទ្រាំងហែបភ្នំនេះបងប្អូនណារៀងដូចមលូងយើងបងប្អូននេះរៀងមើលយើងនិយាយពីបុរាណវិញគេថាដូចក្បាលមលូងដំស្នឹងក្បីចឹងបងប្អូនហើយបងប្អូនស្រួលចំណាំណាបើឃើញស្លឹកវាច្រើនភាគច្រើនឃើញផ្កាចឹងតែម្ដងបងប្អូនហើយត្រាំងហែភ្នំនេះដែរកបនឹងជំងឺគិះជាដើមបងប្អូនយកទៅផ្សំថ្នាំគឺកបនឹងជំងឺគិះតែបងប្អូនយកស្មៅកញ្ជក់ឆ្អេះហ្នឹងបងប្អូនយកទៅលាយជាមួយស្មើគ្នាហើយយើងដាក់ពី25ក្រាមទៅ30ក្រាមហើយបើគិះសាច់គិះទឹកអីក៏ដោយបងប្អូនក៏ជាដែរបងប្អូនដាំពិសាដោយស្ងួតទៅបងប្អូន25ទៅ30ក្រាមហើយស្ងួតបងប្អូនយកទៅដាំពិសាទទួលទានទៅនឹងកបនឹងជំងឺគិះនេះហើយបងប្អូនហើយធម្មតាទេគិះវាមានគិះខ្លះគិះសាច់គិះខ្លះគិះទឹកគិះខ្លះគិះដៃស្បូនអញ្ចឹងបងប្អូនត្រូវទាំងអស់ថ្នាំទាំងហែបភ្នំនេះហើយនឹងមួយបងប្អូនមួយទៀតកបនឹងម្រេចបងប្អូនលាយជាមួយកញ្ជក់ឆ្អេះផងយកលាយស្មើគ្នាដូចគ្នាអញ្ចឹងបងប្អូនយកទៅប្រើហើយដាក់ពី25ក្រាមទៅ30ក្រាមដូចគ្នាហាលស្ងួតណាបងប្អូនយកទៅប្រើប្រាស់ហើយបងប្អូនប្រើរយៈពេល2-3ឆ្នាំ5ឆ្នាំទៅនឹងជាសះស្បើយហើយបើសិនជាបងប្អូនយកទៅប្រើថ្នាំខ្មែរបងប្អូនណាបកែណាបងប្អូនឲ្យតែយើងចេះលៃចេះលោកចេះដាក់តាមក្បួនខ្នាតបុរាណយើងណាបងប្អូននឹងជាសះស្បើយបកែស័ក្តិសិទ្ធិបំផុតបងប្អូនដូចជាដើមកន្ទ្រាំងហែភ្នំនេះជាដើមយកទៅលាយជាមួយកញ្ជក់ឆ្អេះហ្នឹងទៅបងប្អូនដើម្បីពិសាទទួលទានបាច់ទៅរកថ្នាំណាអីនេះទេនៅចិត្តហ្នឹងអត់ព្រៃភ្នំសបោដូចជានៅភ្នំជ្រាវខ្ញុំអីកន្ទ្រាំងហែភ្នំនេះសបោណាបងប្អូននៅតាមទឹកជ្រោះហ្នឹងដែលលោកគ្រូទៅលោកគ្រូឃើញលោកគ្រូចែកចម្លែកបងប្អូនដើម្បីធ្វើជាធម្មទានឲ្យបងប្អូនយកទៅប្រើប្រាស់នឹងទី2បងប្អូនទី3បើបងប្អូនយកដើមកន្ទ្រាំងហែភ្នំហ្នឹងបងប្អូនយកទៅបុកស្លឹកវាហ្នឹងបុកបិទហើយយកទៅពពកទៅលើបុសបងប្អូននឹងក៏ជាសះស្បើយជាបំខានហើយបានឆាប់រហ័សបើសិនណាបុសយើងនឹងបងប្អូនបកោកទុះចិត្តទុះហើយពពកតែមួយយប់ឬ2យប់ទេវានឹងកទុះចេញមកភុលតែម្ដងហើយបើកទុះលឿនណាស់បងប្អូនកន្ទ្រាំងហែភ្នំនេះហើយដូចខ្ញុំនិយាយអញ្ចឹងបងប្អូនលាយជាមួយកញ្ជក់ឆ្អេះផងបើសិនណាបងប្អូនពពកហើយនឹងលើបុសហ្នឹងបងប្អូនថ្នាំខ្មែរយើងបកែឲ្យតែយើងចេះផ្សំតាមរបៀបបុរាណរបស់យើងបងប្អូនណាហើយថ្ងៃនេះដោយសារមានពេលវេលាខ្លីចែកជូនបងប្អូនដោយលោកគ្រូបញ្ញាប់ទៅបំពេញភារកិច្ចទៀតចែកជូនបងប្អូនបានតែប៉ុណ្្នឹងទេបងប្អូនហើយបើសិនជាបងប្អូនមើលឃើញថាមានសារៈសំខាន់បងប្អូនជួយ like ជួយ share ជួយ subscribe ឲ្យលោកគ្រូបានអ្នកមួយផងបងប្អូនដើម្បីឲ្យលោកគ្រូថ្ងៃក្រោយមានកម្លាំងទឹកចិត្តផលិតវីដេអូដែលមានថ្នាំណាបកែនៅក្នុងចក្រវាឡយើងនេះចែកជូនជាធម្មទានឲ្យបងប្អូនមានសុខភាពល្អហើយមិនអស់លុយអស់កាក់នៅក្នុងថវិកានៅក្នុងគ្រួសារបងប្អូនហើយនៅជាចុងក្រោយនេះខ្ញុំបាទសូមថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅបំផុតដែលបងប្អូនបានចូលមើលហើយសូមពេលណាស្ងាត់សាក់ទឹកព្រោះវាជាសុខនេះសូមពេលណាទាំងអស់នោះការសាបងប្អូនសូមបងប្អូនបាត់ឆ្លាតរបស់ភាសាតែការធ្វើចូលបងប្អូនបកាគឺឲ្យវាគាត់ចិត្តតាមតំណាក់អំបីស្រីទៅដែរឆ្នាំនេះគឺបានជួបទៅសូមគ្រប់សូមជួបមួយ